នៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយត្រួសពី Event All Star ដែលយើងអាចទទួលបាន Skin All Star របស់ Popol and Kupa ដោយ Free ឥឡូវយើងចូលមកកន្លែង Event All Star ហ្នឹងមកយើងនឹងឃើញ map ហើយគេដាក់អក្សរធំៗថា Dino Adventure គឺជាដំណើរផ្សងព្រេងដើម្បីរក Skin ថ្មីរបស់ Popol and Kupa នៅក្នុង Event មួយហ្នឹងហើយ Event មួយនេះគឺជា Event ដែលគេដាក់ឲ្យយើងធ្វើជា Daily Quest ប្រចាំថ្ងៃដើម្បីបាន point ទៅបដូរនៅក្នុង Shop របស់ Event All Star ហ្នឹងហើយនៅក្នុង Event Shop មានលក់ដូចជា Skin Dinosaur របស់ Popol and Kupa ហើយនិង Paint Skin របស់ Popol and Kupa ផងដែរហើយនិងរបស់ផ្សេងៗជាច្រើនទៀតហើយ skin របស់ Popol និង Kupa ហ្នឹងគេដាក់លក់នៅក្នុងតម្លៃ 40,000 Foxy Coin ដើម្បីបាន Foxy Coin យើងត្រូវតែបង្វិល Energy Ball ហើយ Energy Ball ហ្នឹងគឺបានមកពី Daily Test ហើយនិង Challenge Test ហ្នឹងដែលគេដាក់ឲ្យយើងធ្វើ Quest ជារៀងរាល់ថ្ងៃហើយនិងប្រចាំសប្តាហ៍ដែលគ្នាយើងគ្រាន់តែលេងវគ្គ Rank Classic ឬក៏ Pro អីហ្នឹងអ្នកទាំងអស់គ្នានឹងទទួលបានទាំង Foxy Coin ទាំង Energy Ball ហ្នឹងហើយនៅពេលដែលគ្នាយើងទទួលបាន Energy Ball ហ្នឹងយើងយកទៅបង្វិលនៅក្នុង Event ហ្នឹងទៅវាដូចជាការបង្វិលគ្រាប់ឡុកឡាក់អញ្ចឹងវាមានចាប់ពីលេខ1ដល់លេខ6បើយើងបង្វិលចំលេខប៉ុន្មាន Dinosaur នឹងដើរទៅប៉ុណ្ណឹងជំហានដែរហើយនៅលើជំហានរបស់ Dinosaur ហ្នឹងវាមានដូចជារូប game រូបពង Dinosaur រូប X100 គឺសុទ្ធតែយើងអាចទទួលបាន Foxy Coin សម្រាប់ទៅដូរ skin មួយហ្នឹងបើចង់ដឹងកាន់តែច្បាស់មានតែអ្នកទាំងអស់គ្នាបើក game ហើយចូល event មួយហ្នឹងទៅដឹងថាអ្វីជាអ្វីហើយអ្វីដែលពិសេសអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើកន្លែងដងស្ទូចនេះហើយដងពណ៌បៃតងហ្នឹងហើយនឹងរូបចម្លាក់ Dinosaur នេះគ្នាយើងនឹងទទួលបាន Energy Ball បន្ថែមទៀតហើយវីដេអូនេះនាំមកជូនអ្នកទាំងអស់គ្នាដោយ website អ្នក Top Up ស្របពេលដែលមានការ free ticket លើកទី1របស់ Event Aspirant នេះដែរខាងអ្នក Top Up ក៏មានកញ្ចប់ណែនាំ4ជម្រើសក្នុងការណែនាំទៅកាន់អ្នកទាំងអស់គ្នាផងដែរហើយវីដេអូនេះក៏ដល់ទីបញ្ចប់ហើយដែរអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់សូមអរគុណសូមគោរពលា